យូកូហាម៉ាហ៊ុំព័ទ្ធដោយផ្កាដ៏ស្រស់ស្អាតនិងបរិស្ថានបៃតងរវាងនីតិខៈរដូវដល់សរតៈរដូវការកុលាបពណ៌ផ្សេងគ្នាបានដាស់ពលរដ្ឋយូកូហាម៉ាឲ្យភ្ញាក់ពីដំណេក Yokohama English Garden គឺជាកន្លែងដាំផ្កាកុលាបដ៏ល្បីល្បាញហើយអ្នកទស្សនាអាចរីករាយនឹងការដើរជុំវិញរង្វង់មូលដែលធ្វើឡើងដោយផ្កាកុលាបនិងវល្លិនៅក្នុងសួនអង់គ្លេស バラを中心とした英国式庭園と វាជាសួនបែបអង់គ្លេសដែលដាំផ្កាកុលាបជាចម្បងហើយវាមិនត្រឹមតែមានផ្កាកុលាបប៉ុណ្ណោះទេថែមទាំងមានរុក្ខជាតិជាច្រើនប្រភេទផងដែរដូច្នេះអ្នកទស្សនាអាចរីករាយនឹងទិដ្ឋភាពផ្សេងៗនៃសួនច្បារពេញមួយឆ្នាំទីបំផុតចំនួនអ្នកទស្សនាបានលើសពី 1.5 លាននាក់ហើយយើងនឹងបន្តថែរក្សាសួននេះដើម្បីឲ្យមនុស្សជាច្រើនចូលចិត្ត 花コモンという品種になりますと見ていただきますように ផ្កាកុលាបដែលខ្ញុំណែនាំនេះគឺហៅថា Hanakomon ដោយតែអ្នកអាចឃើញផ្កាពណ៌ផ្កាឈូកតូចរីកដុះដាលវានឹងរីកពេញមេឃហើយវាព្យួរពីលើទៅក្រោមដូច្នេះហើយវាកំពុងតែពេញនិយមជាកន្លែងថតរូបព្រោះអ្នកអាចថតរូបជុំវិញដោយផ្កាកុលាប フォトスポットとしても今結構人気になってきております នៅក្នុងរដូវកាលនេះកន្លែងជាច្រើននៃតំបន់កំពង់ផែយូកូហាម៉ាត្រូវបានតុបតែងដោយផ្កាកុលាបដ៏ស្រស់ស្អាតវាត្រូវបានដាក់ឈ្មោះថា Garden Necklace of Rose ឧទ្យាន Harbour View Park Minato no Muru Okakoin មានកន្លែងសង្កេតមើលទេសភាពនៃកំពង់ផែយូកូហាម៉ានិងសួនផ្ការីកជាមួយប្រភពទឹកការកុលាបដែលជានិមិត្តរូបនៃទីក្រុងយូកូហាម៉ាគឺជាការពេញនិយមក្នុងចំណោមប្រជាពលរដ្ឋជាច្រើន យើងមកទីនេះម្ដងហើយម្ដងទៀតនៅរដូវតែមួយម្ដាយស្លៀកសម្លៀកបំពាក់ដូចគ្នាពេលកូននៅក្នុងពោះយើងមកទីនេះព្រោះមានផ្កាកុលាបដ៏អស្ចារ្យនិងធម្មជាតិស្រស់ស្អាតជាច្រើន 横浜市ではガーデンネックレスという取り組みをしております。 ទីក្រុងយូកូហាម៉ាកំពុងដំណើរការព្រឹត្តិការណ៍ Garden Necklace មានកន្លែងមើលផ្កាជាច្រើននៅក្នុងទីក្រុងយូកូហាម៉ាហើយយើងកំពុងធ្វើការដើម្បីភ្ជាប់ពួកវាដូចជាខ្សែកផ្កា Cherry ដំបងបន្ទាប់មក Tulip និងផ្កាកុលាបផ្កាកំពុងបន្តោងគ្នាវាជាព្រឹត្តិការណ៍ដែលគ្រប់គ្នាអាចរីករាយជាមួយផ្កានិងទេសភាពដ៏ស្រស់ស្អាត イベントとなっております。 ប្រជាពលរដ្ឋនិងភ្ញៀវទេសចរយូកូហាម៉ាពេញចិត្តនិងមានអារម្មណ៍សប្បាយរីករាយនេះជាទិដ្ឋភាពបន្តបន្ទាប់គ្នាដែលបានបង្កើតឡើងនៅទីក្រុងយូកូហាម៉ាដោយបែងចែកផ្កាដ៏ស្រស់ស្អាតនិងធម្មជាតិពណ៌បៃតងវានឹងមានការរីកចម្រើនជា Green Expo នៅឆ្នាំ 2027